សួស្តីប្រិយមិត្តថ្ងៃនេះយើងខ្ញុំមានប្រធានបទមួយដ៏មានសារៈសំខាន់ដើម្បីចែករំលែកទុកជាចំណេះដឹងក្នុងការស្វែងរកអត្ថន័យជីវិតដល់អ្នកទាំងអស់គ្នាតើអ្វីទៅជាជំនាញជីវិតភាគ1ជំនាញជីវិត Life Skill ជាទូទៅផ្ដោតទៅលើការអភិវឌ្ឍសមត្ថភាពសំខាន់ៗដែលជួយមនុស្សម្នាក់ៗអាចដោះស្រាយបញ្ហានិងប្រឈមនឹងស្ថានភាពនានាក្នុងជីវិតប្រចាំថ្ងៃបានប្រកបដោយភាពជោគជ័យ 1. ការរចនាជីវិតដ៏ប្រកបដោយអត្ថន័យក្នុងពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះការសម្រេចចិត្តជារៀងរាល់ថ្ងៃមានទាំងការជ្រើសរើសធម្មតានិងការសម្រេចចិត្តដ៏សំខាន់ដែលអាចប៉ះពាល់ទៅទិសដៅនៃជីវិតយើងប្រសិនបើយើងគ្រាន់តែពឹងផ្អែកលើចំណេះដឹងបច្ចេកទេសតែម្យ៉ាងគត់ដូចជាគណិតវិទ្យាវិទ្យាសាស្ត្រនិងភាសាបរទេសយើងអាចនឹងរកឃើញថាខ្លួនឯងមិនបានត្រៀមខ្លួនឲ្យបានពេញលេញសម្រាប់បញ្ហាប្រឈមពិតប្រាកដនៃជីវិតនោះទេនេះជាមូលហេតុដែលជំនាញជីវិតឬ life skill បានក្លាយជាធាតុផ្សំមិនអាចបំភ្លេចបាននៃការអប់រំសហសវត្សរ៍ទី21ជំនាញជីវិតមិនមែនគ្រាន់តែជាបណ្ដុំនៃសកម្មភាពជាក់លាក់ដែលយើងត្រូវរៀនស្រាប់នោះទេវាជាប្រព័ន្ធនៃការគិតអេរិយាបថនិងចំណេះដឹងដែលអនុញ្ញាតឲ្យយើងរៀបចំការប្រែប្រួលនិងរីកចម្រើនក្នុងស្ថានភាពផ្សេងៗនៃជីវិតវាជាឧបករណ៍ដែលយើងអាចប្រើប្រាស់ដើម្បីសាងសង់ជីវិតដ៏មានន័យនិងប្រកបដោយសុភមង្គលអ្វីដែលធ្វើឲ្យជំនាញជីវិតមានលក្ខណៈពិសេសគឺថាវាមានលក្ខណៈអន្តរវិស័យនិងអាចផ្លាស់ប្ដូរបានអត្ថន័យថាជំនាញមួយអាចត្រូវបានប្រើប្រាស់ក្នុងបរិបទជាច្រើនខុសៗគ្នា 2. ផ្នត់គំនិតនៃជំនាញជីវិតនិងសារៈសំខាន់ក្នុងសង្គមសហសវត្សរ៍ទី21ប្រវត្តិសាស្ត្របង្ហាញឲ្យយើងឃើញថាមនុស្សជាតិតែងតែត្រូវការជំនាញជីវិតក្នុងទ្រង់រាងណាមួយក្នុងសង្គមកសិកម្មមនុស្សត្រូវរៀនរបៀបដាំដុះការថែរក្សាសត្វពាហនៈមិនការរីករាយជាមួយធម្មជាតិក្នុងយុគឧស្សាហកម្មពួកគេត្រូវរៀនបច្ចេកវិទ្យានិងការធ្វើការក្នុងរោងចក្រប៉ុន្តែក្នុងយុគព័ត៌មាននេះជំនាញជីវិតទទួលបានការកំណត់ថ្មីនិងមានភាពស្មុគស្មាញជាងមុនសង្គមបច្ចុប្បន្នត្រូវការមនុស្សដែលមានលក្ខណៈពហុទេពកោសល្យមានភាពបត់បែននិងអាចរៀបចំខ្លួនឯងកំឡុងពេលដែលការផ្លាស់ប្ដូរកើតឡើងយ៉ាងលឿនយុទ្ធសាស្ត្រការរៀនពិសេសបំផុតមិនមែនគ្រាន់តែកត់ត្រាព័ត៌មានឬទទួលជ្រាបពីជំនាញបច្ចេកទេសខ្លះៗប៉ុណ្ណោះទេសំណួរដ៏សំខាន់គឺតើយើងអាចប្រើប្រាស់ចំណេះដឹងនេះប្រកបដោយប្រសិទ្ធភាពនិងសមស្របជាមួយនឹងសន្តិសុខផ្ទាល់ខ្លួននិងសន្តិសុខអ្នកដទៃដោយរបៀបណាការស្រាវជ្រាវសំណួរនេះនាំឲ្យយើងយល់ថាជំនាញជីវិតជាការបំពាក់ដ៏មានតម្លៃបំផុតសម្រាប់កុមារនិងយុវជនក្នុងការត្រៀមខ្លួនសម្រាប់ជីវិតពេញលេញជំនាញទាំងនេះបង្កើតបានទាំងជោគជ័យផ្នែកការងារនិងសុភមង្គលផ្ទាល់ខ្លួនលើសពីនេះទៀតជំនាញជីវិតនៅតែមានតម្លៃពេញជីវិតការប្រែប្រួលនឹងកាន់តែប្រសើរឡើងជាមួយនឹងបទពិសោធន៍និងភាពចាស់ទុំ 3. ជំនាញទំនាក់ទំនងជាមូលដ្ឋានជំនាញទំនាក់ទំនងអាចនិយាយថាជាចំណុចកណ្ដាលនៃជំនាញជីវិតទាំងអស់ការរៀនស្ដាប់ដោយយកចិត្តទុកដាក់ពិតប្រាកដមិនមែនគ្រាន់តែជាការស្ដាប់ដើម្បីឆ្លើយតបប៉ុន្តែជាការស្ដាប់ដើម្បីយល់និងដើម្បីចាប់អារម្មណ៍នឹងបទពិសោធន៍របស់អ្នកដទៃនេះត្រូវការអត់ធ្មត់ការបញ្ចុះបន្ថយការវិនិច្ឆ័យមុនពេលនិងការបង្កើតបរិយាកាសឲ្យអ្នកដទៃមានអារម្មណ៍ថាត្រូវបានទទួលស្គាល់និងត្រូវបានគោរពនៅពេលដែលយើងស្ដាប់ដោយយកចិត្តទុកដាក់ពិតប្រាកដយើងមិនត្រឹមតែទទួលបានព័ត៌មានប៉ុន្តែយើងក៏កសាងទំនុកចិត្តបង្កើនការយល់ដឹងនិងបង្ហាញការគោរពចំពោះមនុស្សដទៃផងដែរជំនាញនេះមានប្រយោជន៍យ៉ាងច្រើនក្នុងគ្រប់បរិបទចាប់ពីទំនាក់ទំនងគ្រួសាររហូតដល់ការងារជំនួយការនិងភាពជាអ្នកដឹកនាំម្យ៉ាងវិញទៀតការបង្ហាញមតិឲ្យបានច្បាស់លាស់ក៏ជាទេពកោសល្យដ៏ស្មុគស្មាញដែរវាមិនមែនគ្រាន់តែជាការចេះនិយាយឬសរសេរប៉ុណ្ណោះទេប៉ុន្តែជាការសមាសនៃការគិតរៀបចំគំនិតនិងជ្រើសរើសវិធីសាស្ត្រទំនាក់ទំនងឲ្យស័ក្តិសមជាមួយនឹងស្ថានភាពនិងបុគ្គលដែលយើងកំពុងនិយាយជាមួយនោះការបង្ហាញមតិប្រកបដោយប្រសិទ្ធភាពទាមទារឲ្យមានការយល់ដឹងអំពីវប្បធម៌ការគោរពទៅដល់ភាពខុសគ្នានិងសមត្ថភាពក្នុងការសម្របសម្រួលសាររបស់យើងតាមតម្រូវការរបស់អ្នកដទៃការចរចាគ្នាអាចមានន័យច្រើនជាងការព្យាយាមឈ្នះអ្នកដទៃក្នុងការជជែកវែងញែកប៉ុណ្ណោះវាជាការស្វែងរកដំណោះស្រាយដែលផលប្រយោជន៍សម្រាប់គ្រប់គ្នាដែលទាមទារភាពច្នៃប្រឌិតការយល់ដឹងអំពីទស្សនៈរបស់អ្នកដទៃនិងលក្ខណៈបត់បែនក្នុងការគិតការចរចាប្រកបដោយជោគជ័យអាចកសាងទំនាក់ទំនងច្នៃប្រឌិតវិធីដោះស្រាយបញ្ហាថ្មីនិងជួយឲ្យគ្រប់គ្នាមានអារម្មណ៍ថាគេបានឮសំឡេងនិងត្រូវបានគោរព
ការធ្វើការជាក្រុមក៏ដូចគ្នាដែរត្រូវការសមត្ថភាពក្នុងការទទួលស្គាល់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នកដទៃការចែករំលែកការទទួលខុសត្រូវនិងការបង្កើតបរិយាកាសសហការដែលគ្រប់គ្នាអាចរួមចំណែកបានក្រុមល្អបំផុតមិនមែនជាក្រុមដែលមានសមាជិកល្អបំផុតទេប៉ុន្តែជាក្រុមដែលសមាជិកអាចធ្វើការជាមួយគ្នាបានប្រកបដោយប្រសិទ្ធភាពនិងមានការគាំទ្រនាងទៅវិញទៅមក4ការគ្រប់គ្រងខ្លួនឯងជាគ្រឹះនៃជោគជ័យផ្ទាល់ខ្លួនជំនាញគ្រប់គ្រងខ្លួនឯងអាចចាត់ទុកថាជាការបណ្ដុះបណ្ដាលចិត្តដើម្បីមានសុខមង្គលផ្ទាល់ខ្លួននិងប្រសិទ្ធភាពក្នុងជីវិតការគ្រប់គ្រងពេលវេលាជាឧទាហរណ៍មួយល្អពេលវេលាជាធនធានដែលមិនអាចទិញវិញបាននិងមិនអាចស្តុកទុកបានការរៀនគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពមានន័យថាការបង្កើតលំដាប់កិច្ចការអាទិភាពការរៀបចំកាលវេលាប្រកបដោយភាពប្រាកដៃនិងការរៀនសម្គាល់ពេលវេលាសម្រាប់សកម្មភាពសំខាន់ៗរួមទាំងការសម្រាកនិងការកម្សាន្តផងដែរប៉ុន្តែការគ្រប់គ្រងពេលវេលាមិនមែនគ្រាន់តែជាការបង្កើតតារាងកាលវេលានោះទេវាជាការអភិវឌ្ឍនៃការយល់ដឹងខ្លួនឯងការសម្គាល់នៃការបំផ្លែងការយកចិត្តទុកដាក់និងការបង្កើតទម្លាប់ប្រកបដោយប្រសិទ្ធភាពនេះត្រូវការអនុវត្តជាប្រចាំនិងការបរិវត្តនៃទស្សនៈចំពោះការធ្វើ productivity មនុស្សដែលគ្រប់គ្រងពេលវេលាបានប្រសើរជាធម្មតាមានកម្រិត stress ទាបនិងមានជីវិតដែលមានទម្លាក់នូវភាពជាងមុនការគ្រប់គ្រង stress ក៏មានសារៈសំខាន់ស្មើគ្នាដែរ stress ជាផ្នែកធម្មតានៃជីវិតប៉ុន្តែវិធីដែលយើងឆ្លើយតបទៅនឹង stress នោះទើបកំណត់ថាវានឹងក្លាយជាឧបសគ្គឬក៏ឱកាសរីកចម្រើនវិធីគ្រប់គ្រង stress មានដូចជាការហ្វឹកហាត់ការដកដង្ហើមការអធិដ្ឋានការធ្វើកាយវិការនិងការបង្កើតប្រព័ន្ធគាំទ្រសង្គមមនុស្សដែលអាចគ្រប់គ្រង stress បានប្រសើរនោះអាចធ្វើការសម្រេចចិត្តបានប្រសើររក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តបានល្អនិងរៀបចំទំនាក់ទំនងដែលរឹងមាំជាមុនការអត់ធ្មត់និងវិន័យខ្លួនឯងពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធការអត់ធ្មត់មិនមែនគ្រាន់តែជាការរងចាំនោះទេប៉ុន្តែជាសកម្មភាពនៃការបន្តប្រឹងប្រែងទោះបីជាលទ្ធផលមិនមកភ្លាមនោះដែរវិន័យខ្លួនឯងជាសមត្ថភាពក្នុងការធ្វើអ្វីដែលត្រូវធ្វើទោះបីជាអ្វីនោះមិនងាយស្រួលឬមិនសប្បាយចិត្តក៏ដោយទាំងពីរនេះអាចបង្កើតឡើងដោយជាសាច់ដុំការអនុវត្តជាប្រចាំការបង្កើតទម្លាប់តូចៗនិងការប្រើប្រាស់បច្ចេកវិទ្យាលើកទឹកចិត្តខ្លួនឯងអាចជួយបង្កើនសមត្ថភាពទាំងនេះបាន5ការគិតវិភាគនិងការដោះស្រាយបញ្ហាជាមធ្យោបាយឆ្លាតវៃភាពប្រែប្រួលគឺជាធម្មតានៃជីវិតនិងបញ្ហាថ្មីៗតែងកើតមានជានិច្ចអ្វីដែលបំបែកមនុស្សជោគជ័យនិងមនុស្សធម្មតាគឺសមត្ថភាពក្នុងការកំណត់យល់ដឹងនិងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាពការគិតវិភាគជាដំណឹងបំផុតនៃដំណើរការនេះវាមានន័យថាការបំបែកបញ្ហាស្មុគស្មាញជាផ្នែកដែលតូចៗដែលអាចគ្រប់គ្រងបានការវិនិច្ឆ័យព័ត៌មានដោយមើលឃើញចំណុចខ្លាំងនិងចំណុចខ្សោយនិងការស្វែងរកគំរូនិងការតតបជាមួយច្រើនការគិតវិភាគមិនមែនគ្រាន់តែជាការប្រើប្រាស់វិនិច្ឆ័យនិងហេតុផលនោះទេវាក៏ទាមទារឲ្យមានការបើកធម៌រក្សាចិត្តរក្សាទុកថាទស្សនៈរបស់យើងអាចមានលក្ខណៈកំណត់និងភាពត្រៀមខ្លួនក្នុងការពិចារណាទិដ្ឋភាពថ្មីៗការបង្កត់ទម្លាប់សំណួរការសួរសំណួរដ៏ត្រឹមត្រូវការស្វែងរកផតាំងគាំទ្រសម្រាប់ការអះអាងនិងការវិយតម្លៃនិងគោលការណ៍នៃការសម្រេចចិត្តអាចជួយឲ្យយើងកាន់តែប្រសើរឡើងក្នុងការវិភាគស្ថានភាពផ្សេងៗភាពច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាវិញទាមទារវិធីសាស្ត្រខុសពីការគិតបែបរូបវិទ្យាភាពច្នៃប្រឌិតអាចមកពីការបង្កើតទំនាក់ទំនងថ្មីៗរវាងគំនិតដែលហាក់បីដូរមិនពាក់ព័ន្ធការស្វែងរកការបកស្រាយថ្មីនៃបញ្ហាចាក់ឬការប្រើប្រាស់បច្ចេកទេសជាច្រើនដូចជា brainstorming, mind mapping និងការគិតខុសពីធម្មតាជួនកាលដំណោះស្រាយដ៏ប្រសើរបំផុតមិនមែនជាដំណោះស្រាយដែលយើងគិតទុកដំបូងនោះទេប៉ុន្តែជាដំណោះស្រាយដែលបានកើតឡើងពីការផ្សំគំនិតជាច្រើនការសម្រេចចិត្តល្អទាមទារការចម្រុះនៃការគិតវិភាគភាពច្នៃប្រឌិតនិងការយល់ដឹងខ្ពស់អំពីតម្លៃនិងចំណង់ចំណូលចិត្តរបស់យើងវាក៏ទាមទារឲ្យគិតពីផលវិបាកយូរអង្វែងមិនត្រឹមតែផលវិបាកដែលមើលឃើញភ្លាមប៉ុណ្ណោះការអភិវឌ្ឍនៃចំណេះដឹងអំពីខ្លួនឯងនិងយល់ដឹងអំពីអ្វីដែលពិតជាសំខាន់សម្រាប់យើងអាចជួយឲ្យយើងធ្វើការសម្រេចចិត្តមានគុណភាពនិងសមស្របជាមួយនឹងគោលដៅរយៈពេលយូរឡើងបីការយល់ដឹងអំពីបញ្ហាពិតជាដំណាក់កាលទី1នៃដំណើរការដោះស្រាយបញ្ហាណាមួយជារឿយៗយើងប្រញាប់ចូលទៅកាន់ការស្វែងរកដំណោះស្រាយដោយមិនទាន់យល់បញ្ហាពិតប្រាកដយកពេលមកសួរថាបញ្ហាពិតប្រាកដគឺអ្វីកាលនោះវាកើតមាននរណាទទួលរងផលប៉ះពាល់និងហេតុអ្វីបានជាសំខាន់អាចជួយឲ្យយើងបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព6ចំណេះដឹងហិរញ្ញវត្ថុជាមូលដ្ឋាននៃសុខមង្គលសេដ្ឋកិច្ចក្នុងសង្គមបំណុលនិងការប្រើប្រាស់ប្រាក់ឥណទាននៃបច្ចុប្បន្ននេះ
ជំនាញហិរញ្ញវត្ថុបានក្លាយជាជំនាញដែលចាំបាច់យ៉ាងខ្លាំងសម្រាប់ជីវិតប្រចាំថ្ងៃការបង្កើតថវិកានិងការរក្សាវាអាចហាក់បីដូចជាការងារទុច្ចកិច្ចរមែងហោប៉ែប៉ុន្តែវាជាមូលដ្ឋាននៃសុខមង្គលហិរញ្ញវត្ថុនិងស្ថិរភាពថវិកាជាបំណងក្រងតែត្រឹមត្រូវដែលនាំឲ្យយើងដឹងថាប្រាក់របស់យើងមកពីណានិងទៅណាវាផ្ដល់ឲ្យយើងមានការគ្រប់គ្រងនិងដឹងមុននិងជួយឲ្យយើងធ្វើការសម្រេចចិត្តដ៏ប្រក្រតីអំពីការចំណាយថវិកាដ៏ល្អបំផុតគឺជាថវិកាដែលអាចគ្រប់គ្រងបាននិងសមស្របជាមួយនឹងជីវិតពិតរបស់យើងមិនមែនជីវិតដែលយើងចង់បាននោះទេការសន្សំប្រាក់គ្រាន់តែជាការទុកប្រាក់ចំណែកមួយចោលមិនបានទេវាជាយុទ្ធសាស្ត្រដ៏ស្មុគស្មាញដែលទាមទារឲ្យមានការគ្រោងរឿងមុនពេលការអត់ធ្មត់និងការយល់ដឹងអំពីគោលបំណងនៃការសន្សំសម្រាប់គោលដៅរយៈពេលខ្លីដូចជាការទិញអីវ៉ាន់ដែលចង់បានការសន្សំសម្រាប់គោលដៅរយៈពេលមធ្យមដូចជាការទិញផ្ទះទិញឡានឬការដំណើរនិងការសន្សំសម្រាប់គោលដៅរយៈពេលយូរដូចជាការចូលនិវត្តន៍ទាំងអស់នេះត្រូវការយុទ្ធសាស្ត្រខុសៗគ្នាការវិនិយោគនៅពេលបច្ចុប្បន្ននេះមិនមែនគ្រាន់តែជាសម្រាប់មនុស្សមានប៉ុណ្ណោះ 9 ជំនាញជីវិតនិងអនាគតដ៏ប្រកបដោយសុភមង្គលជំនាញជីវិតមិនមែនគ្រាន់តែជាការត្រៀមខ្លួនសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការវិនិយោគក្នុងអនាគតរបស់យើងផងដែរនៅពេលដែលពិភពលោកកាន់តែប្រែប្រួលយ៉ាងលឿនបច្ចេកវិទ្យាកាន់តែអភិវឌ្ឍនិងការងារបែបប្រពៃណីកាន់តែត្រូវបានជំនួសដោយស្វ័យយន្តកម្មនិងបញ្ញាសិប្បនិម្មិតជំនាញជីវិតនៅតែជាអ្វីដែលធ្វើឲ្យមនុស្សមាននិរន្តរភាពក្នុងការរស់រានយុវជនដែលអភិវឌ្ឍជំនាញជីវិតតាំងពីតូចនឹងមានការត្រៀមខ្លួនកាន់តែប្រសើរសម្រាប់ការរស់នៅក្នុងសង្គមដែលស្មុគស្មាញពួកគេនឹងអាចបន្តរៀនបន្តប្រែប្រួលនិងរីកចម្រើនទោះបីជាការប្រែប្រួលកើតឡើងយ៉ាងរហ័សក៏ដោយពួកគេនឹងអាចកសាងទំនាក់ទំនងល្អធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញានិងរក្សាសុខមង្គលផ្លូវចិត្តនិងផ្លូវកាយលើពីនេះទៅទៀតជំនាញជីវិតក៏មានសារៈសំខាន់សម្រាប់សង្គមទាំងមូលផងដែរនៅពេលដែលមនុស្សគ្រប់គ្នាមានជំនាញទំនាក់ទំនងល្អមានសមត្ថភាពក្នុងការដោះស្រាយបញ្ហានិងអាចគ្រប់គ្រងស្ត្រេសបានសង្គមទាំងមូលក៏ទទួលបានផលប្រយោជន៍ការទំនាស់កាន់តែតិចការសហការកាន់តែច្រើនការច្នៃប្រឌិតកាន់តែប្រសើរនិងសុខមង្គលទូទៅកាន់តែល្អសម្រាប់ប្រទេសកម្ពុជាក្នុងដំណាក់កាលអភិវឌ្ឍន៍នេះការកសាងកម្លាំងមនុស្សដែលមានជំនាញជីវិតដ៏រឹងមាំគឺជាការវិនិយោគយ៉ាងសំខាន់សម្រាប់អនាគតប្រទេសជាតិជំនាញជីវិតនឹងជួយឲ្យកម្លាំងពលកម្មកម្ពុជានៅពេលអនាគតអាចប្រកួតប្រជែងបានល្អក្នុងទីផ្សារកម្លាំងពលកម្មអន្តរជាតិនិងរួមចំណែកបានប្រកបដោយន័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជំនាញជីវិតជាផ្នែកសំខាន់នៃការអប់រំដ៏ទូលំទូលាយដែលមិនត្រឹមតែផ្ដោតលើការផ្ទេរចំណេះដឹងតែប៉ុណ្ណោះប៉ុន្តែផ្ដោតលើការអភិវឌ្ឍមនុស្សទាំងមូលនៅពេលដែលយុវជនមានទាំងចំណេះដឹងបច្ចេកទេសទាំងជំនាញជីវិតពួកគេនឹងក្លាយជាអ្នកដឹកនាំអ្នកច្នៃប្រឌិតនិងពលរដ្ឋដ៏មានទំនួលខុសត្រូវពួកគេនឹងអាចកសាងអនាគតដ៏ប្រកបដោយសុភមង្គលមិនត្រឹមតែសម្រាប់ខ្លួនពួកគេប៉ុណ្ណោះប៉ុន្តែសម្រាប់សង្គមទាំងមូល10សន្និដ្ឋានជំនាញជីវិតជាការវិនិយោគដ៏ល្អបំផុតដែលយើងអាចធ្វើបានសម្រាប់ខ្លួនឯងវាមិនត្រឹមតែជួយឲ្យយើងដោះស្រាយបញ្ហាប្រចាំថ្ងៃប៉ុណ្ណោះទេប៉ុន្តែវាបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់ជីវិតដ៏មានន័យនិងប្រកបដោយសុភមង្គលការអភិវឌ្ឍជំនាញជីវិតជាដំណើរពេញមួយជីវិតដែលទាមទារការបដិញ្ញាការអត់ធ្មត់និងការអនុវត្តជាប្រចាំប៉ុន្តែផលវិបាកដែលយើងទទួលបានគឺមានតម្លៃពេញមួយជីវិតយើងកាន់តែមានទំនុកចិត្តកាន់តែមានទំនាក់ទំនងល្អកាន់តែជោគជ័យក្នុងការងារនិងកាន់តែមានសុខភាពល្អលើពីនេះទៅទៀតយើងក៏កាន់តែអាចរួមចំណែកបានច្រើនក្នុងការកសាងសង្គមនិងប្រទេសជាតិឲ្យកាន់តែប្រសើរសម្រាប់អ្នកដែលកំពុងចាប់ផ្ដើមដំណើរការអភិវឌ្ឍជំនាញជីវិតសូមចងចាំថាវាមិនមែនជាការប្រកួតប្រជែងនោះទេគ្រប់គ្នាចាប់ផ្ដើមពីកន្លែងខុសៗគ្នានិងមានសន្ទុះខុសគ្នាអ្វីដែលសំខាន់គឺការចាប់ផ្ដើមនិងការបន្តធ្វើជាប្រចាំជំហានតូចៗដែលធ្វើជាទៀងទាត់នាំឲ្យមានការផ្លាស់ប្ដូរដ៏ធំធេងការវិនិយោគក្នុងជំនាញជីវិតដូចជាការដាំដុះពូជឈើចាំបាច់ត្រូវមានការថែទាំជាប្រចាំការអត់ធ្មត់និងការទុកចិត្តថានឹងមានលទ្ធផលល្អក្នុងអនាគតប៉ុន្តែនៅពេលដែលដើមឈើចាប់ផ្ដើមលូតលាស់វាផ្ដល់ម្លុំផ្លែឈើនិងឧស្សាហចិត្តជាច្រើនជំនាន់ជំនាញជីវិតដែលយើងអភិវឌ្ឍនៅពេលនេះនឹងបន្តផ្ដល់ផលប្រយោជន៍ដល់យើងនិងអ្នកដទៃជុំវិញគ្នាពេញមួយជីវិតនៅក្នុងពិភពលោកដែលពោរពេញទៅដោយការប្រែប្រួលយ៉ាងលឿននិងភាពមិនច្បាស់លាស់ជំនាញជីវិត
ប្រហាក់ប្រហែលជាពីឡាស្បងវ៉ាក់ដែលធ្វើឲ្យយើងមានទីពឹងក្នុងសមុទ្រនៃការប្រែប្រួលវាជាកេរដំណែលដ៏មានតម្លៃបំផុតដែលយើងអាចទុកឲ្យកូនចៅនៅពេលអនាគតមិនមែនជាទ្រព្យសម្បត្តិផ្នែកសមិទ្ធជាតិទេប៉ុន្តែជាយុទ្ធសាស្ត្រនិងឧបករណ៍សម្រាប់ការរស់នៅដ៏ប្រកបដោយន័យប្រកបដោយសុភមង្គលនិងប្រកបដោយការរួមចំណែកទៅក្នុងសង្គមជំនាញជីវិតគឺជាសិល្បៈនៃការរស់នៅគឺជាវិទ្យាសាស្ត្រនៃការអន្តរកម្មនិងជាទេពកោសល្យនៃការបង្កើតជីវិតដែលយើងពិតជាចង់រស់នៅនេះគឺជាការចាប់ផ្ដើមនៃដំណើរដ៏អស្ចារ្យដែលនាំយើងឆ្ពោះទៅកាន់គំទូខ្ពស់បំផុតនៃសក្តានុពលរបស់យើង